bìa cho làm lấy má thật bây giờ đâu vậy bây giờ mà thật rồi như thế cuối cùng mau một cái đó rồi không được rồi Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
សូមគោរពសម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីទី2នៃរាជរដ្ឋាភិបាលកម្ពុជាជាទីគោរពសូមក្រុងឯកឧត្តមលោកជំទាវលោកស្រីជាភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិរបស់ជាទីគោរពទាំងអស់ជាទីមេត្រីទូលនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមថ្វាយបង្គំសូមគោរពស្វាគមន៍អបអរសាទរចំពោះវត្តមានសម្ដេច1996ក្នុងសាលសន្និសីទចតុមុខនេះថ្ងៃជាថ្ងៃដ៏មហោរឹកដែលប្រទេសរដ្ឋាភិបាលរបស់ប្រជាជាតិអាចារ្យកម្ពុជាក្នុងសភាការដែលក្រសួងវប្បធម៌ព្រមទាំងមានការទប់ស្កាត់នៅការហូរចូលវប្បធម៌បរទេសដែលកំពុងតែចូលលុកក្នុងសភាការទាំងស្ថានភាពសម្ភារៈនិងនយោបាយបំរើឲ្យវិស័យនេះរូបកម្លាំងសាមគ្គីឯកភាពក្នុងការស្ដារពង្រឹងពង្រីកការអភិវឌ្ឍលើវិស័យវប្បធម៌ឯករាជ្យនៃទិដ្ឋពិធីនេះនាពេលនេះសូមគោរពនិងសូមអង្គពិធីទាំងមូលអបអរសាទរសម្ដេចសូមព្រះអនុញ្ញាតសូមអនុញ្ញាតយាងនិងអញ្ជើញក្រុមចលឡើងគោរពភ្លេងជាតិនៃប្រជាជាតិអាចារ្យកម្ពុជា
ខេត្តនិងលទ្ធផលនៃការសិក្សារបស់សាកលវិទ្យាល័យភូមិន្ទចិត្តសិល្បៈសូមគោរពសូមថ្វាយបង្គំព្រះរាមរាជបុត្រីសូមថ្វាយបង្គំចាលោកគ្រូអ្នកគ្រូព្រមទាំងបងប្អូននិស្សិតសិស្សានុសិស្សទាំងអស់ជាទីមេត្រីថ្ងៃនេះជាថ្ងៃប្រកបដោយនក្ខត្តឫក្សមហាប្រសើរដែលយើងខ្ញុំជាមន្ត្រីរាជការសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូនិស្សិតសិស្សានុសិស្សទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទចិត្តសិល្បៈបានទទួលការអញ្ជើញចូលរួមរបស់សម្ដេចក្នុងពេលនេះប្រកបដោយក្តីកក់ក្ដៅនិងមហាកិត្តិយសជាទីបំផុតជូននៅរបាយការណ៍សង្ខេបស្ដីពីប្រវត្តិសកម្មភាពនិងលទ្ធផលនៃការសិក្សានៅសាកលវិទ្យាល័យភូមិន្ទសិល្បៈខាងលើបានបរិយាឡើងនៅឆ្នាំ1912ទីតាំងของព្រះបាទជាតិបារាំងរាជពេទ្យទាំងរបស់ស្ដេចព្រះអង្គយុរីនរតនសៀងរុទ្ធបានព្រះអង្គទ្រង់ត្រាស់បង្គាប់ឲ្យបង្កើតសាកលវិទ្យាល័យភូមិន្ទសិល្បៈឡើងដោយមានមហាវិទ្យាល័យប្រាក់គឺមហាវិទ្យាល័យសុនរូបមហាវិទ្យាល័យតន្ត្រីមហាវិទ្យាល័យវិទ្យាសាស្ត្រមហាវិទ្យាល័យបរាវិទ្យានិងមហាវិទ្យាល័យទីក៏ដូចជាស្ថាប័នផ្សេងៗទៀតបានត្រូវស្វែងរកអំពីនិងធ្វើវិទ្យាស្កម្មដល់សិល្បៈនិងសិល្បករយ៉ាងស្និទ្ធស្នាលក៏សារនោះបានបង្កលក្ខណៈសពបែបយ៉ាងឲ្យសិល្បករសិល្បករនេះដែលសល់ពីស្លាប់រៀបចំបង្កើតសាលានេះឡើងវិញក្រោមការរំលងផ្ទាល់របស់លោកអតីតរដ្ឋមន្ត្រីកែវចិន្តានឹងថ្ងៃដែលសិល្បៈអបធរនិងប្រពៃណីជាតិឲ្យបានមានអាយុធ្វើឡើងវិញពេលនោះយើងបានធ្វើអាហារកពីរដ្ឋ 100% សាលានេះត្រូវបានសម្ពោធពីផ្លូវការនៅថ្ងៃទី7 មករាឆ្នាំ1986ក្រោមអធិបតេយ្យការអគារសិក្សាក្រមសារដ្ឋមន្ត្រីក៏បានសម្រេចប្រកបទីតាំងពេញបន្ថែមមួយទៀតគឺសាកលវិទ្យាល័យភូមិន្ទចិត្តសិល្បៈផ្នែកខាងជើងជោគស្ដាប់ចាប់បច្ចុប្បន្ននេះដែលមានមហាវិទ្យាល័យអ្នកស្ដាប់និងមហាវិទ្យាល័យតន្ត្រីនិងសាកលវិទ្យាល័យការឋានលើពីបក៏បានបង្កើតសាកលវិទ្យាល័យចិត្តសិល្បៈដែលមានរូបភាពដូចគ្នានាសម័យ1965ដែរចាប់បានឆ្នាំសិក្សា1999 1996នេះមានសិក្សាការផ្សេងៗដូចជា UNESCO សាលាចំមុខពីប្រទេសជប៉ុននិងទ្រង់ស្ម័គ្រចិត្តមកពីក្រសួងនានានិងបរទេសផងដែរយ៉ាងទៀតគុណសិក្សាក្នុងបំណងជំរុញការងារគ្រប់គ្រងក៏ដូចជាការងារសិក្សាឲ្យបានល្អប្រសើរទុន2203នាក់ក្នុងនោះមានជាប័ណ្ណសិល្បៈ1080នាក់នារីនិងបរិញ្ញាបត្រសិល្បៈ239នាក់ក្នុងនារី28នាក់ក្នុងចំនួន239នាក់ផ្នែកបរិញ្ញាជាចំនួនពិសេសជាចំនួនដែលមានមន្ត្រីរាជការជាអតីតចំនួនមាននារី10នាក់ចំនួនទី2 27នាក់ចំនួនទី1 136នាក់នារី10នាក់ផ្នែកសិល្បៈសរុបចំនួនទី1 4នាក់នារី0ចំនួនទី2 10កន្លងមួយថ្ងៃនេះសាកលវិទ្យាល័យក្រៅអមេរិកដោយជានៅអតីតសហភាពសូវៀតសាធារណរដ្ឋសង្គមវៀតណាមអតីតសាធារណរដ្ឋមានតែសាកលវិទ្យាល័យវិញជាបន្តនៅពេលថ្មីនេះទៀតយើងខ្ញុំក៏បានបញ្ជូននិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យឲ្យទៅឥណ្ឌូនេស៊ីឡាវនិងវៀតណាមតាមជាអង្គការស្ថាប័នបានមួយចំនួនទៀតដែរចំពោះទឹកស្អែកទៅអនាគតសាកលវិទ្យាល័យនិស្សិតមួយចំនួនក្នុងรับជូនក្រសួងអប់រំនិងកីឡាដើម្បីធ្វើជាគ្រូនៅក្នុងនោះហើយដែលក្រសួងទាំងពីរគឺក្រសួងវប្បធម៌និងសិល្បៈនិងក្រសួងអប់រំនិងកីឡាបានឯកភាពគ្នារួចហើយជាកិច្ចដោយបានវាជួយខាងលើនេះជាកិច្ចមួយដ៏ធំសម្រាប់សាកលវិទ្យាល័យនិងសិល្បៈឲ្យលទ្ធភាពនៃអ្នកចំណុចផងដែរជាកិច្ចស្នូលនៃការបន្តបានរបស់អ្នកខ្ញុំឯកលើកអ្នកគេជួននយោបាយរបស់ក្រសួងវប្បធម៌និងសិល្បៈនិងកម្មវិធីជាស្ដែងរបស់សាកលវិទ្យាល័យគឺខ្ញុំតែងលើកយកប្រធានប្រសាទថាសិល្បៈវប្បធម៌ជាជីវរស់រាប់សប្តាហ៍នៃការប្រេះឆាដែលស៊ីរួមនៅក្នុងនៃសាកលវិទ្យាល័យយើងខ្ញុំទូទៅទៀតដូចជាអាគារសិក្សាមួយចំនួនធំដែលបានសាងសង់តាំងពីឆ្នាំ10ដែរអាចអង្គុយសិក្សារួមគ្នាបាន276កន្លែងសូមជួយសាធារណឲ្យប្រទេសជាមិត្តជួយផ្ដល់អាហារូបករណ៍ឲ្យបានច្រើន34គ្រួសារ
ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងបរិវេណសាកលវិទ្យាល័យសិល្បៈខាងជើងនិងខាងត្បូងឲ្យបានទៅតាំងទីលំនៅក្រៅបរិវេណសាលានៅទីបញ្ចប់នេះតាងនាមសាស្ត្រាចារ្យលោកគ្រូអ្នកអាយុបណ្ណៈសុខាពលៈបរិញ្ញានិងអភិវឌ្ឍន៍បីនេះទៀតដែរសូមអរគុណជាបន្តទៅនេះសូមគោរពអង្គការនាយករដ្ឋមន្ត្រីទី2ក្នុងមនោសញ្ចេតនាស្វាមីភៈកោតសរសើរនិងកតញ្ញូដល់ចំពោះសូមថ្វាយបង្គំសម្ដេចព្រះរាមសូមគោរពទ្រង់អាយឧត្តមលោកជំទាវនិងភ្ញៀវជាតិអន្តរជាតិទាំងអស់ដ៏ស្មោះសូមគោរពលោកសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូនៃសាកលវិទ្យាល័យភូមិន្ទចិត្តសិល្បៈអូននិស្សិតសិស្សានុសិស្សនៃសាកលវិទ្យាល័យភូមិន្ទចិត្តសិល្បៈជាទីមេត្រីបំផុតថ្ងៃនេះជាឱកាសដ៏មហាខត្តរិទ្ធនិងប្រកបដោយក្តីរំភើបរីករាយឥតឧបមាចំពោះមន្ត្រីរាជការលោកសាស្ត្រាចារ្យនិងនិស្សិតទាំងអស់របស់សាកលវិទ្យាល័យភូមិន្ទចិត្តសិល្បៈព្រោះជាលើកទី1ហើយដែលចាត់តាំងពីពេលបើកដំបូងនាឆ្នាំ1964មកសាកលវិទ្យាល័យបានបញ្ចប់យ៉ាងពេញលេញនៅកម្មវិធីរបស់ខ្លួនហើយដែលយើងខ្ញុំអាចរៀបចំពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាយ៉ាងពិតប្រាកដចូលមករួមក្នុងពិធីជាប្រវត្តិសាស្ត្រដែលជាផ្លែការនៃការខំប្រឹងប្រែងយ៉ាងលំបាកស្វិតស្វាញហើយដែលបានចាប់ផ្ដើមតាំងពីឆ្នាំ1980មកឱកាសនេះខ្ញុំសូមសម្ដែងកតញ្ញូតាធម៌យ៉ាងខ្ពង់ខ្ពស់ចំពោះរាជបងរដ្ឋមន្ត្រីទាំងអស់ដែលបានខិតខំប្រយុទ្ធទប់ទល់នឹងការលំបាកធំធេងគ្រប់បែបយ៉ាងតាំងពីពេលដែលបានរំដោះប្រទេសជាតិឆ្នាំ1979មកដើម្បីរៀបចំស្ដារវប្បធម៌ជាតិឲ្យបានគឺកម្រិតអប់រំនិងរៀបចំនយោបាយរបស់ក្រសួងវប្បធម៌បានមានប្រសិទ្ធភាពសន្សំឡើងមកវិញដល់ខ្ញុំសូមគោរពគុំថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវិញ្ញាណខាងរបស់ឯកឧត្តមកែកណ្ដាលដែលជារដ្ឋមន្ត្រីទី1ទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរក្រមខ្ញុំសូមថ្លែងកាត់ពីអត្ថន័យយ៉ាងជ្រាលជ្រៅនិងដោយក្តីគោរពបំផុតចំពោះឯកឧត្តមទី1រដ្ឋមន្ត្រីដ៏ឆ្នើមដែលបានធ្វើការងារយ៉ាងបំផុតចំពោះឯកឧត្តមទី1រដ្ឋមន្ត្រីដ៏ឆ្នើមដែលបានធ្វើការងារយ៉ាងច្រើនសម្រាប់បងប្អូនជាតិខុសសំណាងធំរបស់ខ្ញុំដែលបានឯកឧត្តមជាមិត្តអ្នករូបណាស់បានចូលមកកាន់កាប់ជួយឧបត្ថម្ភដល់ប្រទេសកម្ពុជាជាលើកដំបូងការបើកមហាវិទ្យាល័យស្ថាបត្យកម្ម1990មកឡើងពីគឺព្រោះហេតុនេះហេតុទាំងអស់នេះហើយដែលខ្លួនខ្ញុំមានកិត្តិយសបាត់មកឆ្លៃចិត្តសិស្សបាត់មកខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជាគំនិតមួយដើម្បីជាប្រយោជន៍សម្រាប់វប្បធម៌ហើយខ្ញុំបានរកការតំណែងសិក្សានេះចំណុចដែលសាកលវិទ្យាល័យអនឡាញសំខាន់បំផុតប្រៀបធៀបទៅនឹងបុគ្គលិកសាស្ត្រាចារ្យដែលមានសេចក្ដីដែលបានទទួលការបណ្ដុះបណ្ដាលតែទួលវិទ្យាល័យយើងខ្ញុំអាចកែលម្អស្ថានភាពសពថ្ងៃនេះបានសន្សំឧទាហរណ៍ជាក់ស្ដែងលទ្ធផលដែលបានរវាងមន្ត្រីរាជការខ្លះដំណងហើយនឹងអ្នកទទួលខុសត្រូវគ្រប់បែបយ៉ាងទាំងអស់នៅក្នុងសាកលវិទ្យាល័យតែយ៉ាងថាបញ្ចប់ការសិក្សារៀនថ្ងៃនេះរវាងនិស្សិតស្ថាបត្យកម្មនិងបរិញ្ញាកម្មនិស្សិតបត្រីហើយនិងសិស្សគ្រូប៉ុន្តែជាការដែលយើងមិនអាចប្រកាសបាននោះគឺយើងបញ្ចប់ជំពាក់ជំទាស់នឹងបញ្ហាទីខាងក្រៅច្រើនពីត្រូវចាត់ចែងនីតិវិធីនៃការកែតម្រង់មួយឲ្យសមស្របគឺក្រសួងក្នុងផ្នែកកម្មវិធីទាំងអស់នេះឲ្យឆ្លើយតបទៅនឹងកម្រិតនិងការរៀបចំនៃប្រទេសអាស៊ានក៏ដូចជាក្នុងពិភពលោកទាំងមូលដែរការកែប្រែអង្គាភិបាលចាប់ពីឆ្នាំនេះទៅខ្ញុំសូមបញ្ជាក់ថាសញ្ញាណរបស់ខ្លួនជាបឋមបន្ទាប់មកនៅក្នុងកម្រិតទី2នៃឧត្តមសិក្សាទើបបានបំបែកនិងពង្រឹងជំនាញឲ្យយើងទៅចាប់ទិសដៅដែលក្រសួងយើងខ្ញុំបញ្ចប់ការសិក្សាក្នុងស្ថានភាពល្អប្រសើរ
ឧទាហរណ៍ថ្ងៃនេះសាកលវិទ្យាល័យសូហ្វីយ៉ានិងវិទ្យាឋានណារ៉ានៅប្រទេសជប៉ុនយើងបំរុងនឹងទំនាក់ទំនងយ៉ាងសកម្មជាមួយនឹងសាកលវិទ្យាល័យ Laval នៅពិសេសពង្រឹងជាអាទិភាពនៅទំនាក់ទំនងរវាងប្រទេសជិតខាងប្រទេសឡាវរដ្ឋឥណ្ឌូនេស៊ីជាដើមកាលៈទេសៈលំបាកចាំបាច់មួយតែដោយដីខ្វល់ខ្វាយដើម្បីធ្វើឲ្យកម្រិតនៃសាកលវិទ្យាល័យមានការវិវត្តទៅមុខទៅជាការពិតហើយចាប់ពីឆ្នាំនេះតទៅសាកលវិទ្យាល័យភូមិន្ទចិត្តសិល្បៈនឹងចូលរួមក្នុងទស្សនវិស័យថ្មីមួយការទទួលស្គាល់ចំពោះខ្លួនឯងដើម្បីសម្ព័ន្ធនិមិត្តទៅនឹងពិភពខាងទៅនឹងពិភពលោកខាងក្រៅសកលដាក់ចំពោះការអភិវឌ្ឍបណ្ដាសិល្បករគ្រប់ប្រភេទសម្ដេចក្រមព្រះនរោត្តម រណរដ្ឋនាយករដ្ឋមន្ត្រីទី1ទ្រង់ចាប់អារម្មណ៍ខ្លាំងណាស់ដែលប្រដើម្បីឲ្យគេទាំងឡាយអាចបន្តការសិក្សាក្នុងស្ថានភាពធម្មតានិងអាចបានទទួលភ័ព្វសំណាងដោយមិត្តភ័ក្តិរបស់គេដែលមានលទ្ធភាពគ្រប់គ្រាន់ផងសាកលវិទ្យាល័យមួយមិនអាចធ្វើដំណើរទៅបានទេបើគ្មានបុគ្គលិកការិយាល័យរដ្ឋបាលអ្នកផ្គត់ផ្គង់ក៏ដូចជាសាស្ត្រាចារ្យហើយនិងនិស្សិតខ្ញុំសូមថ្លែងការកោតសរសើរអស់ពីដួងចិត្តព្រោះទោះបីក្នុងស្ថានភាពធ្វើការងារសពថ្ងៃយ៉ាងមានការលំបាកខ្ញុំសូមសម្ដែងការកោតសរសើរចំពោះបងប្អូនទាំងអស់ដែលបានប្រឡងចប់សញ្ញាបត្រនាពេលនេះបងប្អូនទើបនឹងបានឆ្លងកាត់បន្សង្កស្វែងយ៉ាងស្វិតស្វាញរបស់បងប្អូនទាំងអស់គ្នាប៉ុន្តែបងប្អូនត្រូវយល់ដឹងឲ្យច្បាស់ថាឥឡូវបងប្អូនបានចាប់ផ្ដើមជីវភាពផ្ទាល់ខ្លួនដែលទាមទារឲ្យបងប្អូនធ្វើការលះបង់ជាច្រើនទៀតហើយខ្ញុំសូមប្រសិទ្ធពរសូមឲ្យបងប្អូនសម្រេចបានដោយជោគជ័យគ្រប់បែបយ៉ាងក្នុងជីវភាពថ្មីនេះជានិច្ចកាលបងប្អូនមិនត្រូវភ្លេចថាអូនជាអ្នកទទួលអនុវត្តការងារប្រទេសឡើងវិញហើយបេសកកម្មនេះត្រូវពឹងផ្អែកគ្រប់ពេលវេលាក្នុងការងារជំនាញរបស់បងប្អូនក៏ដូចជាជីវិតប្រចាំបងប្អូនក៏ដូចជាជីវិតប្រចាំថ្ងៃរបស់បងប្អូនដែរសូមបងប្អូនទៅជាអ្នកគ្រប់គ្រងសម្រាប់សាកលវិទ្យាល័យទៅជាអ្នកគ្រប់គ្រងសម្រាប់មុខងាររបស់បងប្អូនទៅជាជំទល់ទ្រយ៉ាងរឹងមាំសម្រាប់ប្រទេសជាតិរបស់យើងនៅទីបញ្ចប់ខ្ញុំសូមសម្ដែងជាថ្មីម្ដងទៀតនៅកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ចំពោះសម្ដេចហ៊ុនសែនលោកជំទាវហើយសូមជូនពរសម្ដេចនិងលោកជំទាវបានប្រកបតែនឹងសេចក្តីសុខចម្រើនជោគជ័យឈ្នះមាសសត្រូវពុទ្ធដើម្បីបុព្វហេតុជាតិដើម្បីគ្នាទៀតឡើយហើយចម្រើនស្របទៅតាមពុទ្ធពរនិងពរទាំង6ប្រការគឺអាយុវណ្ណៈសុខៈពលៈអធិសូមគោរពសូមថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងសន្ទរកថាប្រកបដោយខ្លឹមសារដែលមានសារៈសំខាន់បំផុតសូមអរគុណកម្មវិធីបន្តទៅនេះទូលគុំខ្ញុំបាទសូមអនុញ្ញាតសូមគោរពអញ្ជើញសម្ដេចនាយករដ្ឋមន្ត្រីទី2មានមតិសំណេះសំណាលនិងផ្ដាំផ្ញើដល់អង្គពិធីទាំងមូលសូមគោរពអញ្ជើញសូមក្រាបបង្គំព្រះរាជគុណព្រះថារាមន្ត្រីគ្រប់ព្រះអង្គជាទីសក្ការៈសូមក្រាបថ្វាយបង្គំសម្ដេចព្រះរាជបុត្រីព្រះរាមនរោត្តមពុខាទេវីឯកឧត្តមតំណាងវិស័យអគ្គលេខាធិការអង្គការសហប្រជាជាតិឯកឧត្តមអគ្គរដ្ឋទូតអគ្គរដ្ឋទូតព្រះរាជប្រចាំប្រទេសរាជាណាចក្រកម្ពុជាជាកិត្តិយសបរទេសកម្ពុជានិងបរទេសទាំងអស់អស់លោកស្រីមានកញ្ញាឯកឧត្តមទេសរដ្ឋមន្ត្រីឯកឧត្តមរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈឯកឧត្តមរដ្ឋលេខាធិការអនុរដ្ឋលេខាធិការមន្ត្រីរាជការក្នុងក្របខ័ណ្ឌក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកសាកលវិទ្យាធិការលោកព្រះបរោះលោកសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូបុគ្គលិកសិក្សាក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទាំងអស់បងប្អូននិស្សិត
បញ្ចប់ការសិក្សានិងបងប្អូននិស្សិតគ្រប់កម្រិតសិក្សាទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្ងៃនេះក្នុងនាមសម្ដេចក្រមព្រះក្នុងនាមរាជរដ្ឋាភិបាលខ្ញុំមានកិត្តិយសណាស់ដែលបានមកចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដល់បងប្អូនដែលបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យស្ថាបត្យកម្មនិងនគររូបនីយកម្មមហាវិទ្យាល័យបុរាណវិទ្យាមហាវិទ្យាល័យសូនរូបនិងមហាវិទ្យាល័យគ្រូតន្ត្រីនិស្សិតបញ្ចប់ការសិក្សាម្នាក់សុទ្ធតែបានការពារនិក្ខិតប្រវត្តិរបស់ខ្លួនប្រកបដោយជោគជ័យហើយខ្ញុំយល់ឃើញថានេះមិនគ្រាន់តែជាស្នាដៃសម្រាប់ទទួលសញ្ញាបត្រតែប៉ុណ្ណោះទេតែនេះក៏ជាស្នាដៃសម្រាប់សិល្បៈខ្មែរដែលខ្ញុំសូមសំណូមពរថានិក្ខិតប្រវត្តិទាំងអស់នេះក៏បីមានតម្កល់ទុកនៅបណ្ណាល័យជាតិដើម្បីផ្ដល់ប្រយោជន៍ថែមទៀតមកដល់សង្គមរបស់យើងនេះគឺជាតម្លៃនៃវិចិត្រសិល្បៈខ្មែរសិល្បៈមួយដែលមានចំណាស់និងភាពរុងរឿងនេះក៏ជាផុសតាងនៃស្មារតីស្រឡាញ់ការពារវប្បធម៌ជាតិដែលម្នាក់ចាត់ទុកថាស្មើនឹងជីវិតរបស់ខ្លួនវត្តអារាមខ្មែរគឺជាសាលាវិចិត្រសិល្បៈខ្មែរលុះមកដល់ឆ្នាំ1912សាលាវិចិត្រសិល្បៈជាតិបានចាប់បដិសន្ធិឡើងក្នុងបរមរាជវាំងនៅថ្ងៃទី18ខែមករាឆ្នាំ1965មានន័យថា53ឆ្នាំក្រោយមកសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក៏ត្រូវបានបង្កើតឡើងដែលពេលនោះមានមហាវិទ្យាល័យ5ចំណុះសាកលវិទ្យាល័យនេះសកម្មភាពបាន10ឆ្នាំក៏ត្រូវបិទទ្វារចាប់តាំងពីឆ្នាំ1975ហើយក្នុងរយៈពេលតែ3ឆ្នាំ8ខែ20ថ្ងៃក្នុងរបបបល្ល័ង្កពូជសាសន៍អ្វីក៏ត្រូវបានបំផ្លាញដល់ឫសគល់ក្រោយថ្ងៃ7មករាឆ្នាំ1979ប្រទេសជាតិយើងបានរស់ឡើងវិញហើយក៏បាននាំមកនូវការរស់ឡើងវិញនៃវិស័យវប្បធម៌ជាតិផងដែរការលំបាកក្រីក្រនិងបាត់ដៃទទេរបស់យើងនាពេលនោះមិនអាចទប់ស្កាត់យើងមិនឲ្យបង្កើតសាលាវិចិត្រសិល្បៈរបស់យើងបានទេហេតុនេះ1ឆ្នាំក្រោយថ្ងៃរំដោះ7មករាយើងបានពុះពៀបើកឡើងវិញនៅសាលាវិចិត្រសិល្បៈហើយរហូតដល់ឆ្នាំ1980សាកលវិទ្យាល័យដែលមានមហាវិទ្យាល័យចំនួន5បានដំណើរការឡើងវិញការពុះពៀបើកសាលាវិចិត្រសិល្បៈក្នុងរយៈពេលតែ1ឆ្នាំក្រោយពេលដែលចេញដំណើរពីលេខ0ហើយការតស៊ូយ៉ាងបដូរផ្ដាច់ដើម្បីបើកសាកលវិទ្យាល័យវិចិត្រសិល្បៈឡើងវិញក្នុងរយៈពេលតែ8ឆ្នាំក្រោយពីបង្កើតសាលាវិចិត្រសិល្បៈតើនេះមិនមែនដើម្បីការពារគេមរតកវប្បធម៌ខ្មែររបស់យើងទេឬដូចម្ដេចតើនេះមិនមែនជាខ្លួនខ្មែរក្បាលខ្មែរឬដូចម្ដេចហេតុនេះការតស៊ូការពារនិងរក្សាគេមរតកមិនមែនត្រូវជួបតែឧបសគ្គនៃការខ្វះមធ្យោបាយតែប៉ុណ្ណោះទេប៉ុន្តែការតស៊ូនេះនៅរងនៅភាពអយុត្តិធម៌ជាច្រើនទៀតផងខ្ញុំប្រកាសណាទូលព្រះបង្គំរំលឹកទៅដល់ព្រឹទ្ធាចារ្យឆេងផុនរំលឹកទៅដល់ឯកឧត្តមហងជួនដែលបច្ចុប្បន្នធ្វើជាទីប្រឹក្សារបស់ខ្ញុំក៏នៅរំលឹកមុននោះបន្តិចទៅទៀតអ្វីដែលខ្ញុំបានជួបគឺឯកឧត្តមប៉ែនយិតដែលនៅសេសសល់ពីការស្លាប់ហើយបានត្រូវជំនះចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាមហាក់ពេលដែលយើងបង្កើតក្រុមសិល្បៈដំបូងដើម្បីបម្រើឲ្យការផ្សព្វផ្សាយនៅវិទ្យុរណសេរីសន្តិសង្គ្រោះជាតិកម្ពុជាយើងមានមនុស្សតែប៉ុន្មានអ្នកប៉ុណ្ណោះឯកឧត្តមហ៊ឹមឆែនក៏ស្ថិតនៅក្នុងចំណោមអ្នកនៅទីនោះដែរ
វាមានការពិបាកប៉ុណ្ណានៅពេលដែលយើងរំដោះប្រទេសមួយមើលទៅឃើញថាឆ្កងភ្នែកតែប៉ុណ្ណោះទីថែមទាំងបង្កឡើងនៅគ្រោះមហន្តរាយដល់មរតកសិល្បៈវប្បធម៌របស់យើងថែមទៀតជាមិនខាននេះក៏មិនមែនជាការច្នៃប្រឌិតសិល្បៈខ្មែរដែលផ្អែកលើមូលដ្ឋានគេដំណើរចាស់ត្រូវបន្តកសាងថ្មីឲ្យបានច្រើនថែមទៀតចំណុចទីខ្ញុំចង់ផ្ញើជូនចំពោះឯកឧត្តមរដ្ឋមន្ត្រីរដ្ឋលេខាធិការអនុរដ្ឋលេខាធិការលោកសកលស្រាចារ្យទាំងអស់អ្វីដែលយើងត្រូវការខិតខំរបស់យើងនោះត្រូវយកឧត្តមគតិការពារនិងថែរក្សមរតកដែលមានពីដូនតារបស់យើងឲ្យបានល្អខ្ញុំគិតថាដំណាក់កាលប្រមូលទុនដែលឯកឧត្តមឆេងផុនដាក់ចេញនៅយុទ្ធសាស្ត្រក្នុងការប្រមូលនោះគឺនៅមិនតាន់ជាប់ទេដោយដែលខ្ញុំបានមកថ្លែងយោបល់នៅទីនេះក្នុងពេលសន្និបាតឆ្នាំធ្វើអីហ្នឹងគឺអានឹងប្រដាប់ស្រីធ្វើហើយយើងអត់មាននារីចូលរៀនផ្លែចូលរូបផងចឹងទេបញ្ហានេះថាពលពតវាកំតិចហើយគឹមសក់សន់រាជធានីឧត្តមហើយប៉ាត្រង់នុតរាននិយាយឲ្យដល់ឡាកន្លែងអីណែបាញ់គ្នាតម្លាក់លើចុងថ្នោតទៅសាររឿងស្រីមួយខ្ញុំសិក្សាដែរណែវិទ្យាសាស្ត្រសង្គមវិទ្យាសាស្ត្រនយោបាយខ្ញុំក៏សិក្សាដែរប្រវត្តិវាទៅតាណាពីតាណាទៅតាណាហើយប្រវត្តិឪដុងម៉ៃជ័យក៏ទៅសេដែរមានទៅសេដល់ម៉ៃដុងឪដុងម៉ៃជ័យទៅសេអើតើយើងយកតម្រាប់តាមគាត់ហ្នឹងបានម្យ៉ាងទៀតយកឱកាសនេះបន្តពីការអំពាវនាវរបស់ខ្ញុំកាលពីនៅសៀមរាបពេលដែលយើងទទួលជំនួយពីជប៉ុនគួរក្រសួងវប្បធម៌ឬអាចថានិស្សិតរបស់យើងផ្នែកខាងបុរាណវិទ្យាចាប់អារម្មណ៍ទៅលើការសិក្សានិងធ្វើនិក្ខេបប្រវត្តិអំពីការការពារបុរាណវិទ្យាយើងវត្ថុបុរាណឬបេតិកភណ្ឌរបស់យើងដែលឥឡូវនេះឈើកំពុងតែនៅពីលើដកពីលើបើមើលថ្ងៃនេះល្អណាស់ល្អមែនទេដោយសារតែថ្មនិងដើមរុក្ខជាតិនឹងវាពណ៌ពេនក៏ប៉ុន្តែខ្ញុំគ្រាន់តែរំលឹកថាដើមឈើនេះថ្ងៃនេះគឺនៅទម្ងន់3តោនប៉ុន្តែវិចិត្រសិល្បៈមានមហាវិទ្យាល័យ5ដែលក្នុងនោះមហាវិទ្យាល័យស្ថាបត្យកម្មនិងនគររូបនីយកម្មបានប្រើប្រាស់រយៈពេលច្រើនជាងមហាវិទ្យាល័យនានានៅប្រទេសបារាំងអ្នកទាំងនេះក៏ត្រូវចំណាយពេល6ឆ្នាំដើម្បីសិក្សានិងស្រាវជ្រាវហើយដែលថ្នាក់បរិញ្ញានានាចំណាយពេលតែ4ឆ្នាំខែនេះនៅប្រទេសបារាំងស្ថាបត្យករត្រូវបានផ្ដល់សញ្ញាបត្រមួយដែលមានកម្រិតលើសបរិញ្ញាបត្រហើយជាសញ្ញាបត្រដែលបញ្ជាក់ថាដល់ដោយរដ្ឋាភិបាលអាស្រ័យហេតុនេះគួរសាកលវិទ្យាល័យនិងក្រសួងវប្បធម៌ផ្លាស់ប្ដូរយោបល់ជាមួយក្រសួងអប់រំដើម្បីកំណត់សញ្ញាបត្រដល់ស្ថាបត្យករដែលបានបញ្ចប់ការសិក្សាឲ្យបានសមស្របប្រសិនបើចាំបាច់សូមការសម្រេចពីគណៈរដ្ឋមន្ត្រីខ្ញុំនឹងត្រៀមខ្លួនជួយផ្ដល់នូវការគាំទ្រយ៉ាងពេញលេញបញ្ហានេះខ្ញុំឮសូរថាមានការពិបាកប៉ុន្តែសម្រាប់ខ្ញុំមើលទៅឃើញថាដូចវាមិនត្រូវលំបាកព្រោះថាបរិញ្ញា4ឬ5ឆ្នាំប៉ុន្តែតែទៅដល់7ឆ្នាំហើយអានឹងលេងបរិញ្ញាហើយទៅផុតហើយដូចជាវិជ្ជាបណ្ឌិតចឹងពេលដូច
មហាវិទ្យាល័យនេះគេរៀន4ឆ្នាំយើងហៅគេបរិញ្ញាប៉ុន្តែខាងផ្នែកវិទ្យាសាស្ត្រនោះគេហៅថាឱសថការីឬវិជ្ជបណ្ឌិតនោះវា7ឆ្នាំបានគេហៅអាចុងបណ្ឌិតប្រោចឹងទេគ្រាន់តែថាតើយើងហៅនៅទីនេះវាហៅយ៉ាងម៉េចដើម្បីកំណត់គ្នាឲ្យច្បាស់ហើយឮថាបងប្អូនឆ្នាំក្រោយ20កែលើឆ្នាំហ្នឹងបានសញ្ញាបត្ររៀងខ្ពស់ឆ្នាំក្រោយចុះវាមិនដែលនរណាគេឃើញចឹងទេតែឆ្នាំហ្នឹងកើតអីឆ្នាំក្រោយកើតក្នុងទៀតហើយកុំឆ្ងល់ព្រោះវារៀន4ឆ្នាំនិងរៀន7ឆ្នាំវាខុសគ្នាបងប្អូនអាចរៀន4ឆ្នាំបញ្ចប់បរិញ្ញាខាងអក្សរសាស្ត្រឧទាហរណ៍ចឹងបងប្អូនអាចទៅយក Master Degree អនុបណ្ឌិតប្រើពេលរយៈពេល2ឆ្នាំទៀតអញ្ចឹង6ឆ្នាំប្រើ2ឆ្នាំទៀតដើម្បីយកបណ្ឌិតបើអញ្ចឹងវាឬក៏ថាបូកបញ្ចូលគ្នារវាងតែពីរហ្នឹងគឺថា3ឆ្នាំ7ឆ្នាំកណ្ដាលចឹងគ្រាន់តែយើងនៅទីនេះវាមានកលៈវាស្អីវាយ៉ាងម៉េចដើម្បីយើងបញ្ជាក់អំពីការសិក្សានេះខ្ញុំយល់ថាប្រហែលជាមិនបង្កើតឲ្យមានការលំបាកទេព្រោះថាយើងអាចយល់គ្នាបានហើយយើងរៀន4ឆ្នាំទទួលប៉ុណ្ណាយើងរៀន6ឆ្នាំ7ឆ្នាំទទួលប៉ុណ្ណាព្រោះយើងដាក់7ឆ្នាំទៅបន្ថែមពីអីទៅជាស្អីបើខ្លួនវាទៅជាក្រោយដល់មកសិក្សាបាត់ហើយវាទៅហ្នឹងវាទៅលើតាមសិក្សាតាមនេះអារម្មណ៍ខ្ញុំចាត់ចែងទៅចោះប៉ុន្តែខ្ញុំយល់ថារឿងនេះត្រូវដាក់ការពិភាក្សាដើម្បីឲ្យឯកភាពគ្នារវាងសាកលវិទ្យាល័យរវាងក្រសួងវប្បធម៌និងក្រសួងអប់រំក្នុងការចេញសញ្ញាបត្រមួយដែលមានការបញ្ជាក់អំពីអ្វីជាន់ខ្ពស់របស់ខ្លួនក៏ដូចគ្នានឹងពេទ្យដែរពេទ្យហើយបងប្អូនដែរចង់បានអាថ្នាក់នោះគឺចូលខាងអាស្ថាបត្យកម្មរៀន7ឆ្នាំទៀតទៅប៉ុន្តែបើយើងទៅសិល្បៈស្ថាបត្យកម្មក្នុងនគររូបនីយកម្មទៅបានអសូររូបទៅទៀតទេដូរតន្ត្រីមានម្នាក់គាត់ចឹងនាំនេះទៅរៀននៅអង្គមហាវិទ្យាល័យ4ទៀតបាត់វាកុំអីអាហ្នឹងយើងនឹងមានឱកាសដើម្បីរៀបចំក្រោយដល់សិក្សាទៀតក្រោយដល់សិក្សាដើម្បីបន្តឲ្យវែងឆ្ងាយតឯសម្ដេចឯកឧត្តមលោកជំទាវអស់លោកស្រីមានកញ្ញាដោយដែលខ្ញុំបានលើករួចមកហើយក្នុងឱកាសសន្និបាតបូកសរុបការងារវប្បធម៌ឆ្នាំ1985ថាសិល្បៈវប្បធម៌គឺជាសិមងរស់សម្រាប់ផ្សារភ្ជាប់នៅការប្រេះឆាដែលបានស៊ីរួមនៅក្នុងខួរឆ្អឹងខ្នងនៃសង្គមជាតិហេតុនេះហើយខ្ញុំសូមអបអរសាទរជាថ្មីនិងសូមប្រសិទ្ធពរជូនដល់និស្សិតបញ្ចប់ការសិក្សាទាំងអស់សូមទទួលបាននៅសុខភាពល្អប្រកបដោយថ្វីដៃល្អហើយក៏ជាសិមងរស់ដ៏ល្អសម្រាប់វិស័យសិល្បៈនិងវប្បធម៌របស់យើងសូមថ្វាយព្រះពរនិងជូនពរប្រគេនចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គសម្ដេចឯកឧត្តមលោកជំទាវអស់លោកស្រីនាងកញ្ញាភ្ញៀវកិត្តិយសកម្ពុជានិងភ្ញៀវកិត្តិយសបរទេសទាំងអស់សូមទទួលបាននូវពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈបដិភេណៈនិងពរជ័យមួយទៀតរបស់ខ្ញុំគឺអភិវឌ្ឍនៈកុំបីគ្រាឡើយសូមអរគុណហើយមិនភ្លេចទេវិជាទម្លាប់39នាក់ក៏សូមជូនបងប្អូនមួយម្នាក់ 30,000 រៀល30,000 រៀលនេះគឺថវិកាគណៈបកប្រជាជនក្រុងភ្នំពេញចំនួន 20,000 ហើយថវិការាជរដ្ឋាភិបាលចំនួន 10,000 រៀលសរុបទាំងអស់គឺរៀនអ្នកជាមិនជូនពរដល់ខ្ញុំហើយនឹងអ្នករបាំនេះក៏បានជូនទៅ1 លានហើយសូមទទួលចាត់ចែងនិងអរគុណតែ5ផ្ញើ
ចុងក្រោយថាពេលគូខ្លំសារសហសិក្សាកុំឲ្យអស់លុយច្រើនពេកអស់ប្រមាណអស់ទៅឲ្យអស់តិចសម្រាប់គណៈកម្មាធិការរៀបចំអង្គពិធីតាំងនាមឲ្យនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលត្រូវទទួលសញ្ញាបត្រសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនៃចំពោះសម្ដេចនាយកដែលបានខិតខំថែទាំទ្រទ្រង់គាំទ្រផ្ដល់លទ្ធភាពគ្រប់បែបយ៉ាងក្នុងការសិក្សាបានចប់ចុងចប់ដើមរហូតទទួលសញ្ញាបត្រជាលើកទី1ក្នុងឱកាសនេះជាបន្តទៅនេះជាកម្មវិធីប្រគល់សញ្ញាបត្រ